Prop sự đây này tặng khní chụp cho môi trường bát xin nông mà đón tiền lại ngày ní khi bạn nông vô rừng muối mọc sầm rái để vì mơ tới trâu nâng ở đầu phiên đi miền tây để rừng ní đá ban trên chỉ du năm một hai tầng Việt Nam people ở bay mộng lại rừng ní admin ban mơ mà đón ruồi hai bàn tay chọn vô mà oi ní dương ban đạp đài chẳng á nè để rừng ní đá miên dùng nông trường thà The Garden of Nippon đòi lột mà có tô sen càyហើយកុំភ្លេច subscribe និងជួយ like វីដេអូនេះមួយផងអរគុណច្រើនចូលមកក្នុងសាច់រឿងយើងដំបូងនៅក្នុងទីក្រុងតូក្យូថ្ងៃភ្លៀងដំបូងនៃរដូវវស្សាយុវជនម្នាក់ឈ្មោះតាកាអាកាស៊ូគីដែលមានអាយុប្រហែលជា15ឆ្នាំជាសិស្សថ្នាក់ទី10នៅក្នុងទីក្រុងតូក្យូបន្ទាប់មកអាកាស៊ូគីដើរទៅរកកន្លែងជ្រកភ្លៀងនៅក្នុងសួនច្បារមួយគេបានដើរយឺតហាក់បីដូចជាចូលចិត្តអាកាសធាតុភ្លៀងធ្លាក់រិចៗបែបនេះជាខ្លាំងដើរបារមួយសន្ទុះក៏ឃើញនារីម្នាក់ដៃកាន់ស្រាបៀរនៅក្នុងកញ្ចក់ដែលអាកាសគីរកទៅជ្រកនៅទីនោះផងដែរនារីម្នាក់នោះក៏ងើបទៅអង្គុយកន្លែងម្ខាងទៀតដើម្បីជាការគួរសមអាកាសគីក៏បានដកសៀវភៅមកគូស្បែកជើងទូប្រុសរបស់យើងនៅថ្ងៃអនាគតគាត់ចង់ក្លាយជាអ្នករចនាស្បែកជើងអាកាសគីហាក់បីដូចជាឆ្ងល់ជាខ្លាំងដែលនារីម្នាក់នោះមានសូកូឡាហើយញ៉ាំស្រាបៀរនៅក្នុងសួនច្បារដែលនៅទីនោះគេហាមមិនអោយយកស្រាបៀរចូលគាត់ក៏មានអារម្មណ៍ថាធ្លាប់ឃើញនារីម្នាក់នោះនៅកន្លែងណាពេលនោះគាត់មិនប្រយ័ត្នក៏ធ្វើឲ្យប្រដាប់លុបរបស់គាត់បានជ្រុះហើយទូស្រីរបស់យើងក៏បានរើសឲ្យគាត់អាកាសគីក៏បាននិយាយថាជើងធ្លាប់ជួបគ្នាពីមុនដែរទេទូស្រីរបស់យើងក៏ឆ្លើយថាដូចជាអត់ទេមួយសន្ទុះមកនារីម្នាក់នោះក៏បានងាកទៅឃើញផ្លាកអាវសាលារបស់អាកាសគីប្រហែលជាយើងធ្លាប់ជួបគ្នានៅទីណាក៏មិនដឹងហើយក៏ដើរចេញទៅបន្សល់ទុកកំណាព្យមួយឃ្លាគោលនតិចមេឃខ្មៅរសាត់បើសិនជាមានភ្លៀងធ្លាក់ម្ដងទៀតតើអ្នកនឹងនៅទីនេះជាមួយខ្ញុំដែរឬអាកាសគីហាក់បីដូចជាឆ្ងល់ជាខ្លាំងចង់ដឹងថាកំណាព្យនោះមានន័យថាយ៉ាងណាអាកាសគីក៏បានត្រឡប់មកផ្ទះដូចសពមួយដងគេក៏បានធ្វើម្ហូបញ៉ាំជាមួយនឹងបងប្រុសរបស់គេភ្លាមនោះបងប្រុសរបស់គេក៏បានមកដល់ហើយក៏បានទិញនំដើម្បីមកញ៉ាំជាមួយគ្នាពួកគេញ៉ាំបណ្ដើរនិយាយគ្នាបណ្ដើរយ៉ាងមានក្តីសុខបងប្រុសរបស់គេក៏បាននិយាយថាបងរកបានផ្ទះសមល្មមដែលអាចរើទៅនៅផ្សេងបានហើយបងនឹងចាក់ចេញពីនេះនៅខែក្រោយអាកាសគីក៏បានសួរថាបងនៅម្នាក់ឯងមែនទេបងប្រុសរបស់គេក៏តបវិញថាទេបងរើទៅនៅទីនោះជាមួយសង្សាររបស់បងញ៉ាំហើយភ្លាមអាកាសគីក៏បាននិយាយថាបងប្រមូលចានលាងផងព្រោះខ្ញុំជាអ្នកធ្វើម្ហូបរួចហើយក្រោយពីញ៉ាំអាហារហើយអាកាសគីបានធ្វើពុម្ពជើងដើម្បីយកទៅដេរស្បែកជើងបងប្រុសរបស់គេក៏បានចូលមកដល់ហើយបាននិយាយថាបន្ទប់នេះអីវ៉ាន់ច្រើនចង្អៀតដល់ហើយពេលបងចេញទៅវានឹងសន្លះបន្តិចតើឯងអាចជួយរើអីវ៉ាន់បងយកទៅដាក់ផ្ទះថ្មីបានទេអាកាសគីក៏តបថាបានតើឲ្យតែបងឲ្យលុយថ្ងៃបន្ទាប់នៅពេលព្រឹកអាកាសគីបានជិះរថភ្លើងទៅសាលារៀនដោយសពមួយដងលោកគ្រូបានសរសេរមេរៀននៅលើក្តារខៀនចំណែកឯអាកាសគីគេនៅក្នុងថ្នាក់រៀនអង្គុយគិតថាការរៀនបែបនេះមិនមែនជាអ្វីដែលគេចង់បានទេជោគមកព្រឹកថ្ងៃបន្ទាប់ម៉ោងរោលរបស់គេក៏បានដាស់ឲ្យគេភ្ញាក់ពីដេកសពមួយដងងើបឡើងភ្លាមក៏ឮសំឡេងទឹកភ្លៀងហូរកាត់លើដំបូលផ្ទះគេក៏បានរៀបចំខ្លួនដើម្បីទៅសាលារៀនប៉ុន្តែទូប្រុសរបស់យើងខូចបន្តិចហើយគេមិនបានចូលថ្នាក់រៀនទេប៉ុន្តែគេបានទៅកញ្ចុះដើម្បីអង្គុយរៀនម្នាក់ឯងដើរមិនបានប៉ុន្មានជំហានផងក៏ឃើញតួស្រីរបស់យើងនៅទីនោះម្ដងទៀតនាងក៏បានញញឹមហើយនិយាយសួស្ដីទៅកាន់អាកាសគីតួប្រុសរបស់យើងក៏បានអង្គុយកន្លែងដដែលដូចថ្ងៃមុនភ្លៀងក៏បានបន្តកាន់តែខ្លាំងម្ដងបន្តិចហាក់បីដូចជាមិនចង់ឲ្យពួកគេចេញពីកញ្ចក់នោះឡើយអាកាសគីក៏បានឌីហ្សាញស្បែកជើងដូចសពមួយដងគេក៏លាភ្នែកទៅក្រោមបន្តិចក៏នឹកឃើញគំនិតឌីហ្សាញស្បែកជើងឲ្យតួស្រីរបស់យើងកំពុងតែគូតួស្រីរបស់យើងក៏បានសួរថាថ្ងៃនេះសាលាអត់បានរៀនទេអី
ភ្លាមនោះដែរអាកាសគីក៏បានសួរទៅនារីម្នាក់នោះវិញថាចុះថ្ងៃនេះកន្លែងការងាររបស់អ្នកឈប់សម្រាកដែរមែនទេទឹកមុខរបស់ទូស្រីរបស់យើងអោនចុះបន្តិចហើយក៏និយាយថាថ្ងៃនេះខ្ញុំកិច្ចម៉ោងការងារទៀតហើយអាកាសគីក៏បានញញឹមហើយនិយាយថាញ៉ាំស្រានៅពេលព្រឹកនៅក្នុងសួនច្បារវាមិនសូវល្អដល់សុខភាពទេអ្នកត្រូវរកអ្វីផ្សេងមកញ៉ាំនៅពេលព្រឹកជំនួសវិញបន្ទាប់មកទូស្រីរបស់យើងក៏លូកដៃចូលក្នុងកាបូបយូសូកូឡាដើម្បីយកចេកមកញ៉ាំហើយសួរអាកាសគីថាអ្នកចង់ញ៉ាំដែរអត់អាកាសគីគេក៏ភ្ញាក់ផ្អើលជាខ្លាំងដែលទូស្រីរបស់យើងមានសូកូឡាជាច្រើននៅក្នុងកាបូបមួយសន្ទុះក្រោយមកខ្យល់ក៏បានបក់ពពកខ្មៅចេញទៅធ្វើឲ្យភ្លៀងរាំងម្ដងបន្តិចអាកាសគីបានរៀបចំកាតាបដើម្បីចេញទៅថ្នាក់រៀនក៏ព្រោះថាគេបានលិបម៉ោងដំបូងនៅពេលភ្លៀងធ្លាក់តែប៉ុណ្ណោះទូស្រីរបស់យើងក៏បាននិយាយទៅកាន់អាកាសគីថាប្រហែលជាយើងអាចជួបគ្នាម្ដងទៀតនៅពេលភ្លៀងធ្លាក់ពេលព្រឹកលើកក្រោយចាប់ពីថ្ងៃនោះមកភ្លៀងក៏បានខិតចូលមកពាក់កណ្ដាលរដូវពួកគេក៏បានជួបគ្នាស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងសួនច្បារ Shinjuku ពួកគេកាន់តែស្និទ្ធស្នាលជាមួយគ្នាចាប់ពីពេលនោះមកកាសាគីក៏បានប្រាប់ទៅទូស្រីយើងថាគេមានក្តីស្រមៃចង់ខ្លាចទៅជាអ្នកផលិតនិងឌីហ្សាញស្បែកជើងតែគេបារម្ភជាខ្លាំងព្រោះខ្លាចគ្មានសមត្ថភាពធ្វើវាបានល្អហើយរឿងនេះគេមិនដែលនិយាយប្រាប់អ្នកណាម្នាក់ឡើយប៉ុន្តែចំពោះទូស្រីរបស់យើងវិញមិនបានសូម្បីនិយាយអ្វីពីខ្លួនឯងបន្តិចប្រាប់ទៅអាកាសគីឡើយនៅថ្ងៃបន្ទាប់ទូស្រីរបស់យើងក៏បានជិះរថភ្លើងទៅធ្វើការដោយសពមួយដងទឹកមុខរបស់នាងហាក់បីដូចជាស្រងូតស្រងាត់ខ្លាំងណាស់នាងក៏បានគេចម៉ោងការងារដើម្បីទៅអង្គុយនៅកញ្ចុះនៅក្នុងសួនច្បារក៏បានជួបនឹងអាកាសគីនៅទីនោះម្ដងទៀតគេបាននិយាយលេងសើចទៅកាន់នាងថាខ្ញុំគិតថានាងមិនបានមកទេថ្ងៃនេះវាដូចជាចម្លែកកិច្ចម៉ោងការងារប៉ុណ្ណឹងហើយមេអត់តន់មកដេញចេញទៀតតាមពិតទៅចង់ឲ្យគេមករៀងរាល់ថ្ងៃសោះណាកាសាគីខូចដែរហ្នឹងណាបន្ទាប់មកពួកគេក៏ស្រែកកញ្ចប់អាហារពេលព្រឹកដែលធ្វើមកពីផ្ទះរៀងៗខ្លួនអាកាសាគីក៏បានសុំសាកម្ហូបដែលទូស្រីរបស់យើងធ្វើយកមកពីផ្ទះដើម្បីសាកសណ្ដែករបស់នាងចង់ដឹងថានាងធ្វើម្ហូបឆ្ងាញ់ដល់កម្រិតណាប៉ុន្តែបន្ទាប់ពីភ្លក់បានមួយម៉ាត់អាកាសាគីក៏ប្រែទឹកមុខក៏ព្រោះថានាងមិនសូវចេះធ្វើម្ហូបទេប៉ុន្តែគេបានលើកទឹកចិត្តនាងថាប្រហែលជាខ្ញុំមិនសូវចូលចិត្តរសជាតិបែបនេះអាចថាអ្នកផ្សេងគេចូលចិត្តរសជាតិបែបហ្នឹងក៏ថាបានគេនិយាយហើយក៏អស់សំណើចរៀងៗខ្លួនក្រោយពីញ៉ាំអាហារហើយភ្លៀងក៏នៅតែបន្តធ្លាក់មកចុះបន្តិចម្ដងធ្វើឲ្យអាកាសគីគេលក់មួយស្របក់ហើយគេក៏បានយល់សុបិនឃើញគេនៅពីវ័យកុមារភាពរត់លេងជាមួយនឹងគ្រួសាររបស់គេនៅថ្ងៃខួបកំណើតម៉ាក់អាកាសាគីពួកគេទាំង3នាក់ក៏បានទិញកាដូស្បែកជើងយ៉ាងស្រស់ស្អាតជូនទៅម៉ាក់របស់គេនៅថ្ងៃខួបកំណើតផងដែរនៅត្រង់ចំណុចនេះអេដមីនសូមបញ្ជាក់ថាប៉ាម៉ាក់របស់អាកាសាគីគាត់បានលីលះគ្នាអញ្ចឹងហើយគេនៅផ្ទះតែពីរនាក់បងប្អូនគេទេបន្ទាប់មកនាងក៏បានត្រឡប់មកផ្ទះវិញពេលនោះដែរក៏មានបារម្ភម្នាក់ទេមកនាងសួរនាំពីបញ្ហាសុខភាពរបស់នាងតាមពិតទៅទូស្រីរបស់យើងមានជំងឺបាត់បង់រសជាតិដែលនាងញ៉ាំអ្វីក៏គ្មានរសជាតិលុះត្រាតែញ៉ាំស្រាបៀរហើយនិងសូកូឡាទើបមានជាតិបន្តិចបន្តួចលើកលែងតែអាហាររបស់អាកាសាគីតែមួយប៉ុណ្ណោះដែលនាងញ៉ាំទៅមានរសជាតិឆ្ងាញ់ត្រឡប់ទៅអ្នកទេទូរស័ព្ទមកនាងគឺជាសង្សារចាររបស់នាងដែលនាងតែងតែនិយាយប្រាប់គេថាមានលោកយាយចំណាស់ម្នាក់តែងតែអង្គុយក្នុងសួនហើយយកម្ហូបឲ្យនាងញ៉ាំឆ្ងាញ់រៀងរាល់ព្រឹកប៉ុន្តែនេះជាអ្វីដែលនាងបាននិយាយកុហកទៅកាន់សង្សារចាររបស់នាងនៅព្រឹកបន្ទាប់នាងក៏បានទៅកញ្ចុះនោះម្ដងទៀតជួបនឹងអាកាសាគីនាងក៏បានទិញសៀវភៅឌីហ្សាញស្បែកជើងមួយក្បាលឲ្យទូប្រុសរបស់យើងទុកជាកាដូថ្លៃនាងញ៉ាំម្ហូបរបស់អាកាសាគី
គេក៏បានមើលទៅសៀវភៅនោះហើយនិយាយទៅកាន់នាងថាសៀវភៅនេះវាមានសារៈសំខាន់សម្រាប់ខ្ញុំខ្លាំងណាស់ហើយគេក៏បានអរគុណទៅកាន់នាងជាខ្លាំងទឹកមុខរបស់អាកាសគិមើលសៀវភៅផងត្រេកអរផងមើលបានមួយសន្ទុះគេក៏បាននិយាយថាខ្ញុំគ្រោងនឹងធ្វើស្បែកជើងរបស់មនុស្សស្រីប៉ុន្តែមិនដឹងតែចាប់ផ្ដើមពីណាព្រោះមិនដឹងពីទំហំជើងរបស់គេបន្ទាប់មកទូស្រីរបស់យើងក៏ដោះស្បែកជើងចុះហើយឲ្យអាកាសគិធ្វើការវាស់ខ្នាតជើងរបស់នាងតែម្ដងអាកាសគិបានត្រឹមដឹងពីទំហំជើងតែប៉ុណ្ណោះពួកគេជួបគ្នាញឹកញាប់ណាស់ប៉ុន្តែគេមិនដឹងសូម្បីតែឈ្មោះការងារនិងអាយុរបស់នាងឡើយរដូវភ្លៀងក៏បានកន្លងផុតទៅអស់រយៈពេល10ថ្ងៃសីតុណ្ហភាពនៅក្នុងទីក្រុងតូក្យូក៏ប្រែទៅជាក្តៅបន្តិចដូចជានរណាម្នាក់បានផ្លាស់ប្ដូររដូវភ្លៀងធ្លាក់មករដូវក្តៅវិញតែម្ដងប៉ុន្តែនាងចង់ឲ្យមានរដូវវស្សារហូតហើយចំណែកឯអាកាសគិក៏គ្មានលេសដើម្បីមិនចូលរៀនទៀតដែរនៅក្នុងសួនច្បារនោះនៅរដូវក្តៅវាហាក់បីដូចជាខុសប្លែកមិនស្របបំព្រងដូចរដូវវស្សាទេងាកមកថ្ងៃបន្ទាប់ក៏ដល់ពេលដែលបងប្រុសរបស់អាកាសគិបានរើអីវ៉ាន់មកនៅផ្ទះថ្មីជាមួយសង្សាររបស់គាត់ផងដែរចំណែកឯទូប្រុសរបស់យើងវិញក៏មិនភ្លេចសន្យាដែលគេបាននិយាយថាជួយរៀបសម្ភារៈមួយចំនួនយកទៅដាក់ផ្ទះថ្មីរបស់បងប្រុសគេដែររដូវវ៉ាកងធំក៏បានមកដល់អាកាសគិក្នុងរយៈពេលវ៉ាកងគេបានធ្វើការងារក្រៅម៉ោងជារៀងរាល់ថ្ងៃគេខំរកលុយណាស់ដើម្បីយកទៅទិញសម្ភារៈក៏ដូចជាក្រណាត់ស្បែកជើងដើម្បីបំពេញក្តីស្រមៃដែលគេចង់ក្លាយទៅជាអ្នកផលិតនិងឌីហ្សាញស្បែកជើងផងដែរអាកាសគិពិតជាចង់ឲ្យដល់រដូវវស្សាជាខ្លាំងព្រោះគេពិតជានឹកនាងខ្លាំងណាស់ព្រោះនេះក៏ជាហេតុផលដែលធ្វើឲ្យគេខំរកលុយដើម្បីទិញសាច់ក្រណាត់ស្បែកជើងដើម្បីយកមកធ្វើជាកាដូស្បែកជើងលើកទឹកចិត្តទៅដល់នាងងើបឈរដើម្បីដោះស្រាយបញ្ហាទៅមុខបន្តទៀតដែរងាកមកមើលទូតស្រីរបស់យើងវិញក៏ចាប់ផ្ដើមទម្លាប់ចាស់មកញ៉ាំស្រាបៀរនិងក្លែមសូកូឡាម្នាក់ឯងនៅក្នុងសួនច្បារហាក់បីដូចជាមានភាពក្រៀមក្រំបានត្រឡប់មករកនាងសាជាថ្មីវិស្សមការបានបញ្ចប់ក៏ដល់ថ្ងៃដែលអាកាសគិត្រឡប់មករៀនសាជាថ្មីម្ដងទៀតដើមមិនទាន់ដល់ថ្នាក់ផងគេក៏បានជួបនឹងមិត្តភ័ក្តិរបស់គេហើយបានឈរនិយាយគ្នាអំពីវិស្សមការដែលពួកគេបានឈប់សម្រាកថាបានដើរលេងនៅទីកន្លែងណាខ្លះនិយាយគ្នារួចហើយគេក៏ដើរទៅថ្នាក់រៀនទាំងអស់គ្នាប៉ុន្តែភ្លាមនោះគេបានដើរកាត់តួស្រីរបស់យើងហើយភ្លាមនោះមិត្តរួមថ្នាក់របស់គេម្នាក់ក៏បានស្រែកហៅថាអ្នកគ្រូយូគីណូរីឯទឹកមុខរបស់អាកាសគិមានការឆ្ងល់ជាខ្លាំងដែលធ្វើឲ្យគេនិយាយអ្វីក៏មិនចេញបន្ទាប់មកគេនិងមិត្តគេក៏បានឡើងទៅលើអគារសាលារបស់គេមិត្តភ័ក្តិរបស់គេម្នាក់ក៏បាននិយាយថាឯងមិនបានដឹងអំពីរឿងអ្នកគ្រូយូគីណូទេអាកាសគិក៏ឆ្លើយថាគេមិនដែលសូម្បីតែឃើញអ្នកគ្រូម្នាក់នោះឡើយមិត្តភក្តិប្រុសរបស់គេបាននិយាយថាអ្នកគ្រូយូគីណូតែងតែមានបញ្ហាជាមួយនឹងសិស្សស្រីឆ្នាំទី3ម្នាក់បន្ទាប់មកមិត្តភក្តិស្រីរបស់គេក៏បាននិយាយថាប៉ុន្តែអ្នកគ្រូយូគីណូមិនបានសូម្បីតែធ្វើអ្វីខុសបន្តិចឡើយគឺមិត្តប្រុសរបស់អាយសាវ៉ាទេដែលលួចស្រឡាញ់អ្នកគ្រូយូគីណូហើយនាងក៏បាននិយាយដើមប្រាប់សិស្សនៅក្នុងសាលារៀនថាអ្នកគ្រូយូគីណូបានលួចតាក់ទងជាមួយនឹងមិត្តប្រុសរបស់នាងធ្វើឲ្យអ្នកគ្រូយូគីណូខ្មាស់អៀនមិនហ៊ានមកបង្រៀននៅសាលាយើងទៀតទេអាកាសគិក៏បានសួរទៅកាន់មិត្តរួមថ្នាក់របស់គេថាតើឯងស្គាល់ឈ្មោះអ្នកដែលនិយាយដើមអ្នកគ្រូដែរឬទេសួរដឹងហើយអាកាសគិក៏បានចុះទៅថ្នាក់រៀនដែលសិស្សនោះកំពុងនៅជាមួយមិត្តភ័ក្តិរបស់គេហើយនាងក៏បានសួរអាកាសគិថាឯងមកទីនេះមានការអ្វីអាកាសគិក៏បានឆ្លើយថាតើនាងជាសិស្សស្រីឆ្នាំទី3ដែលមានឈ្មោះថាអាយសាវ៉ាមែនឬទេឯងដឹងទេអ្នកគ្រូយូគីណូដែលត្រូវឯងនិយាយដើមនោះគាត់បានលាឈប់ពីការងារបាត់ទៅហើយអាយសាវ៉ាក៏បាននិយាយយ៉ាងឆ្លើយថា
តើខ្ញុំត្រូវខ្វល់ទេចំពោះអ្នកដែលដណ្ដើមសង្សារពីខ្ញុំដែរឬហើយអាកាសគីក៏ខឹងជាខ្លាំងបានទះកំភ្លៀងនាងមួយដៃពេញទំហឹងបន្ទាប់មកមិត្តភក្តិរបស់អាយសាវ៉ាក៏បានវាយទៅលើគេមួយដៃពេញទំហឹងផងដែរធ្វើឲ្យគេទៅបុកនឹងទុកម្ខាងទៀតពួកគេក៏បានប្រទាយប្រតបគ្នាយ៉ាងខ្លាំងដែលធ្វើឲ្យអាកាសគីត្រូវរបួសបន្តិចផងដែរបន្ទាប់មកគេក៏ដើរចេញពីសាលារៀនជិះរថភ្លើងសម្ដៅទៅសួនច្បារនោះដើម្បីទៅជួបនឹងអ្នកគ្រូយូគីណូដើរដល់ភ្លាមក៏សម្លឹងទៅមើលកញ្ចក់ក៏មិនឃើញតួស្រីរបស់យើងដែរប៉ុន្តែបែរជានាងបានឈរនៅក្នុងសួនច្បារនៅមាត់ទឹកឯនោះវិញអាកាសគីបានដើរទៅជិតនាងហើយបានយល់ពីអត្ថន័យកំណាព្យដែលនាងនិយាយកាលពីជួបគ្នាដំបូងតបទៅនាងវិញថាគោលនតិចទោះភ្លៀងធ្លាក់មកឬអត់ខ្ញុំនឹងនៅទីនេះរួមគ្នាជាមួយអ្នកយូគីណូក៏បានភ្ញាក់ផ្អើលនឹងការយល់អត្ថន័យពីការដឹងក្តីរបស់ទូប្រុសយើងផងដែរយូគីណូក៏បានសុំទោសទៅអាកាសគីផងដែរក៏ព្រោះថានាងមិនបានប្រាប់គេថានាងជាគ្រូបង្រៀននៅសាលារបស់អាកាសគីទេភ្លាមនោះដែរនាងក៏បានសួរអាកាសគីថាមុខរបស់ឯងកើតអីហ្នឹងអាកាសគីក៏បាននិយាយបែបលេងសើចថាខ្ញុំបានផឹកស្រាហើយមិនប្រយ័ត្នក៏បានតាក់ជើងដួលតែអ្វីដែលគេនិយាយប្រាប់យូគីណូជាការនិយាយបែបលេងសើចទេហើយគេក៏បានប្រាប់ការពិតទៅដល់យូគីណូផងដែរនិយាយគ្នាមិនបានប៉ុន្មានផងពពកខ្មៅក៏ចាប់ផ្ដើមមកដល់ភ្លៀងក៏ចាប់ផ្ដើមធ្លាក់បន្តិចម្ដងមកតាមក្រោយគេទាំងពីរនាក់ក៏បានរត់ទៅកញ្ចោះជ្រោកដូចសពមួយដងនៅពេលដែលពួកគេរត់ពីស្រះទឹកទៅកញ្ចោះពួកគេសើមជោគខ្លួនបាត់ទៅហើយហាក់បីដូចជាពួកគេបានហែលលេងនៅស្រះធំនោះអញ្ចឹងយូគីណូនាងរងាខ្លាំងណាស់ព្រោះមានខ្យល់មួយសន្ទុះក្រោយមកភ្លៀងក៏បានធូរស្បើយបន្តិចដោយផ្ទះរបស់យូគីណូនៅជិតជាងទូប្រុសរបស់យើងនាងក៏សម្រេចចិត្តឲ្យអាកាសគីបានទៅបដូរសម្លៀកបំពាក់នៅផ្ទះរបស់នាងមូលហេតុកុំឲ្យទូប្រុសរបស់យើងគ្រុនក្តៅខ្លួនផ្លាស់ប្ដូរសម្លៀកបំពាក់ហើយយូគីណូបានអ៊ុតអាវឲ្យអាកាសគីឲ្យឆាប់ស្ងួតចំណែកឯទូប្រុសរបស់យើងវិញបានចម្អិនម្ហូបយ៉ាងរីករាយនៅក្នុងផ្ទះរបស់យូគីណូបន្ទាប់មកម្ហូបឆ្អិនល្មមគេទាំងពីរនាក់ក៏បានញ៉ាំវាយ៉ាងឆ្ងាញ់ហើយនិយាយគ្នាយ៉ាងសប្បាយសើចក្អាកក្អាយពេញផ្ទះនៅក្រោមអាកាសធាតុភ្លៀងធ្លាក់តិចៗនៅក្រៅផ្ទះនេះជាពេលវេលាដែលអ្នកទាំងពីរគិតថាមានក្តីសុខខ្លាំងណាស់សម្រាប់ជីវិតអាកាសគីក៏បានបញ្ចេញអារម្មណ៍របស់គេប្រាប់ទៅយូគីណូគេបានលួចស្រឡាញ់ទៅលើនាងផងដែរភ្លាមនោះទឹកមុខរបស់យូគីណូក៏ប្រែជាក្រហមហើយងាកមកចេញក៏បាននិយាយថាមិនត្រូវហៅខ្ញុំយូគីណូទេឯងត្រូវហៅខ្ញុំអ្នកគ្រូយូគីណូដែលហេតុថានាងនឹងរើចេញពីកន្លែងហ្នឹងទៅធ្វើការនៅស្រុកកំណើតរបស់នាងនៅអាទិត្យក្រោយនេះឯងនាងចង់បំភ្លេចអ្វីដែលកើតឡើងនៅទីនេះហើយចាប់ផ្ដើមជីវិតថ្មីនៅស្រុកកំណើតរបស់នាងហើយនាងពិតជាអរគុណជាខ្លាំងទៅលើអាកាសគីដែលតែងតែធ្វើល្អដាក់នាងកន្លងមកភ្លាមនោះដែរអាកាសគីក៏បានស្ដាប់យល់ពីអត្ថន័យដែលយូគីណូនិយាយមកខ្លួនគេក៏បានងើបឈរហើយលានាងទៅផ្ទះវិញភ្លាមនោះដែរយូគីណូក៏បានអង្គុយយំនិងនឹកឃើញពីទង្វើល្អៗដែលអាកាសគីបានធ្វើមកលើនាងតាមពិតទៅនាងក៏ស្រឡាញ់អាកាសគីដែរប៉ុន្តែនាងមិនក្លាហានឆ្លើយប្រាប់វិញភ្លាមទៅកាន់អាកាសគីមិនចាំយូរនាងក៏ប្រញាប់រត់ទៅតាមទូប្រុសរបស់យើងដើម្បីប្រាប់ពីអារម្មណ៍ដែលនាងមានចំពោះអាកាសគីរត់ទៅទាំងប្រញាប់មិនបានពាក់សូម្បីតែស្បែកជើងដែលហេតុតែចុះពីកាំជណ្ដើរលឿនពេកនាងក៏បានរអិលជើងធ្លាក់ពីលើកាំជណ្ដើរប៉ុន្តែនាងមិនបានត្រូវរបួសអ្វីទេចំណែកឯអាកាសគីឯនេះវិញគេក៏មិនបានទៅណាឆ្ងាយដែរឈរអន់ចិត្តនៅកាំជណ្ដើរនឹកឃើញពីយូគីណូនិយាយមកកាន់ខ្លួនអាកាសគីក៏បាននិយាយទៅកាន់តួស្រីរបស់យើងថាអ្វីដែលខ្ញុំនិយាយអំបញ្ញមិញនេះសូមនាងបំភ្លេចចោលចុះ
សុំទោសដែលខ្ញុំនិយាយពាក្យនេះទៅកាន់នាងហើយគេបន្តទៀតថាតើខ្ញុំជាមនុស្សល្ងង់ណាស់មែនទេដែលនិយាយរឿងអ្វីគ្រប់យ៉ាងប្រាប់ទៅអ្នកតែអ្នកវិញគ្មានសូម្បីប្រាប់តែឈ្មោះរបស់នាងមកកាន់ខ្ញុំបើខ្ញុំដឹងថានាងជាគ្រូបង្រៀននៅសាលាខ្ញុំក៏អាចហាមចិត្តមិនឲ្យលងស្រឡាញ់នាងកាន់តែខ្លាំងបែបនេះដែរអ្នកអាចប្រាប់ខ្ញុំបានទេថាស្អប់ខ្ញុំខ្លាំងណាស់ភ្លាមនោះដែរយូគីណូក៏បានរំជួយចិត្តជាខ្លាំងរត់ទៅអោបអាកាសាគីហើយបានស្រែកយំជាខ្លាំងយំផងនិយាយទៅកាន់អាកាសាគីថាតើអ្នកដឹងទេជារៀងរាល់ព្រឹកខ្ញុំបានរៀបចំខ្លួនទៅបង្រៀនប៉ុន្តែខ្ញុំមិនក្លាហានប្រឈមមុខនឹងរឿងទាំងអស់នេះឡើយប៉ុន្តែភ្លាមនោះក៏បានលេចចេញវត្តមានរបស់អ្នកដែលបានជួយស្រោចស្រង់ផ្លូវចិត្តរបស់ខ្ញុំឲ្យបានល្អប្រសើរផងដែររយៈពេលយ៉ាងខ្លីបានកន្លងផុតទៅរដូវភ្លៀងបានផ្លាស់ប្ដូរទៅជារដូវរងាយូគីណូក៏បានចាកចេញទៅរស់នៅឯស្រុកកំណើតរបស់នាងយូគីណូបានបន្តធ្វើជាគ្រូបង្រៀននៅឯស្រុកកំណើតយ៉ាងមានក្តីសុខផ្លូវចិត្តជាខ្លាំងរីឯកាសាគីបន្ទាប់ពីបញ្ចប់ការប្រឡងចប់គេនៅតែខិតខំរកការងារធ្វើក្រៅម៉ោងបន្ថែមអាកាសាគីគេនៅតែនឹកនាដល់យូគីណូរហូតនារដូវត្រជាក់មួយពោពេញទៅដោយប្រលធ្លាក់គ្របដណ្ដប់ទៅលើដើមឈើអាកាសាគីបានមកអង្គុយនៅសួនច្បារនោះម្ដងទៀតហើយគេបានយកស្បែកជើងដែលសន្យានឹងយូគីណូថានឹងប្រគល់ស្បែកជើងនោះជាកាដូឲ្យនាងដែលជាស្បែកជើងស្នាដៃដំបូងរបស់គេអាកាសាគីសង្ឃឹមថាថ្ងៃណាមួយពេលដែលគេរឹងមាំអាចដើរទៅមុខម្នាក់ឯងបានពួកគេនឹងអាចជួបគ្នាម្ដងទៀតយ៉ាងមិនដែរអ្នកទាំងអស់គ្នាក្រោយពីបានទស្សនារឿងនេះដែរបើពេញចិត្តសូមជួយ Subscribe និង Like វីដេអូនេះផងអរគុណសូមជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ